ស្ងោរឆ្អឹងជំនីជ្រូកជាមួយនឹងមើមឈូកហ្នឹងបងប្អូនទឹកស៊ុបឃើញថាថ្លាអញ្ចឹងទេតែនិយាយពីជាតិដូចជាតិវិធីធ្វើដំបូងយើងដាំទឹកមួយឆ្នាំងដាក់អំបិលបន្តិចមករួចហើយយើងយកឆ្អឹងជំនីជ្រូកនោះមកគីឡូយកវាមកស្រុះឲ្យស្អាតហើយឆ្អឹងជំនីហ្នឹងខ្ញុំប្រើត្រង់កន្លែងដែលមានសាច់រាងច្រើនបន្ទាប់មកយើងដាំទឹកមួយឆ្នាំងទៀតហើយដាក់ខ្ទឹមសខ្ញីនិងគល់ខ្ទឹមចូលមកមុខបន្តិចហើយនឹងឆ្អឹងជ្រូកដែលយើងបានស្រុះបាញ់មិញបន្ទាប់មកចាំដាក់បន្លែមានមើមឈូកការ៉ុតពោតហើយនឹងផ្សិតបងប្អូនចូលចិត្តបន្លែអីអាចថែមថយទៅតាមនឹងបានហើយគ្រឿងផ្សំរសជាតិមានទឹកត្រី2ស្លាបព្រាបាយអំបិលកន្លះស្លាបព្រាបាយស្ករកន្លះស្លាបព្រាបាយហើយម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេនិងម្រេចតិចតួចតាមចំណង់ចំណូលចិត្តហើយក្រោយមកយើងបើកភ្លើងហឹមរងាស់វាចោលប្រហែលជាកន្លះម៉ោងទៅ40នាទីអីទៅដើម្បីឲ្យឆ្អឹងជ្រូកហើយនឹងមើមឈូករបស់យើងផុយល្មមឆ្ងាញ់តែប៉ុណ្្នឹងរួចហើយបងប្អូន